ដើររើសហ៊ីងតាមខ្នល់នេះឯងបងប្អូនចាប់ក្បាលប្រលប់ដបងដើររើសតាមភូមិតាមដីជុំវិញផ្ទះហ្នឹងបងប្អូនហ៊ីងថតធំល្អណាស់កំាប់សិតតពងបងប្អូនអើយមើលទៅដឹងថាអូមើលល្អណាស់បងប្អូនអរគ្នាហើយអាកន្លែងនេះគឺដើរមកចាប់បានកែបអូបមួយបើកឆាកអូយបងប្អូនមើលធំហ៎គឺអូសាច់លឹកកបឹបហ្មងហ្នឹងឯងហើយយើងក៏បាយនឹងរីករាយនឹងសកម្មភាពបែបនេះបើមិនជឿបងប្អូនស្ដាប់មើលសលេងតាមស្រុកស្រែគឺសលេងកកែបយំដល់ពេលយប់ហើយថ្ងៃនេះគឺខ្ញុំដើរលុយដល់ឆ្ងាយបងប្អូនទាំងអស់គ្នាដើរដល់ព្រៃនិយាយទៅកន្លែងនេះគឺអតីតកាលបងប្អូនព្រៃធំហើយខ្ញុំធ្លាប់ដើរវែងជាក្រុមមួយធំពេលដែលខ្ញុំដើរស្ដកសឹកជោជាមួយម៉ែជាមួយបងប្អូនអ្នកជិតខាងជាង10នាក់វែងឡើងមួយថ្ងៃវងងាយដាច់បាយដាច់ទឹកបងប្អូនតែថ្ងៃនេះគឺខ្ញុំមកដល់នេះដោយសារអីវាលឿងកែបយំច្រើនពេកហើយម្យ៉ាងទៀតបច្ចុប្បន្ននេះវាវាអត់ព្រៃដូចមុនទេវាជាវាលស្រែវាលចកាគេអស់ហើយអញ្ចឹងយើងងាយស្រួលដើរមើលណាមួយគឺមានភ្លើងអ្នកភូមិគាត់មកចាប់កែបច្រើនបងប្អូនទាំងអស់គ្នាឡើងអូដូចទៅអីគេធ្វើកម្មវិធីអីមួយអញ្ចឹងឃើញភ្លើងឆ្វេងឆ្វាយពេញតែព្រៃតែម្ដងហើយកែបហ៊ីងអីបើយើងចាប់មិនតាន់គេគឺអំបិលហើយខ្ញុំខឹងខ្ញុំស្ដាយរវល់រត់ទៅព្រៃបងប្អូនទាំងអស់គ្នាពេលត្រឡប់មកផ្ទះវិញគេចាប់បានហ៊ីងម្នាក់3 4 10គីឡូគេលក់បានលុយព្រឹកឡើងចែកគ្នាចាយឡើងអួតគ្នាបានប្រហែលគីឡូចំណែកខ្ញុំបានតែហ៊ីងបានប្រហែលជា2គីឡូបងប្អូនទាំងអស់គ្នាហើយហ៊ីងថតបានកែប3 4ដែរខ្ញុំសប្បាយហើយសម្រាប់វីដេអូនេះគឺខ្ញុំសូមអភ័យទោសខ្ញុំចង់ឲ្យថតឃើញរូបរាងខ្ញុំដើរព្រៃពេលយប់ណាតែដើរតែម្នាក់ឯងបងប្អូនអញ្ចឹងវាឃើញតែសកម្មភាពថតដើរចាប់ប៉ុណ្ណេះឯងអញ្ចឹងសូមអភ័យទោសផងខ្ញុំចង់ឲ្យបានល្អណាតែយើងទៅណាតែម្នាក់ឯងអត់មានដៃគូជឿដើរជាមួយអញ្ចឹងសង្ឃឹមថាមួយរយៈទៀតនឹងមានគេដើរជាមួយអញ្ចឹងទៅបានថតសកម្មភាពមើលទៅរីករាយអញ្ចឹងបងប្អូននិយាយចុះនិយាយឡើងឥឡូវនិយាយមកដល់កន្លែងការលុយទឹកនេះគឺជាភ្លៀងទឹកថ្មីបងប្អូនអញ្ចឹងទៅមានសត្វច្រើនណាដែលវាលិចទឹកវាចេញមកមិនថាកែបហ៊ីងទេសូម្បីតែក្អែបពុះអីក៏មានដែរហើយទឹកនេះទឹកនៅក្នុងអូទៀតបងប្អូនខ្ញុំដើរលុយនិយាយទៅឲ្យតែបានតែគិតថាអូខ្លាចអីទេហើយអាកន្លែងនេះគឺល្អិលបងប្អូនដើរល្អិលនឹងកាប់មុខស៊ីដីហើយដើរឆ្វែលចុះឆ្វែលឡើងដល់ពេលត្រឡប់មកផ្ទះវិញក៏បានមួយចុងក្រោយដែរកែបខែនេះគឺធំថតល្អមើលទៅគឺតំណងមែនទេនឹងបន្ទាប់ពីយើងដើរបានប្រហែលជា2 ម៉ោង 3 ម៉ោងដែរបងប្អូនគឺបានប៉ុណ្ណេះដែរមកល្មមយើងធ្វើម្ហូបពេលព្រឹកប៉ុណ្ណេះមកគឺយើងសប្បាយចិត្តហើយរួចខ្លួនបាន